បានបងប្អូនថ្ងៃនេះបើសិនជាបងប្អូនណាចូលចិត្តសម្លបែបព្រាខ្ទិះខ្ទិះគឺត្រូវឲ្យបងប្អូនអាចមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បានណាបងប្អូនហើយមុខម្ហូបដែលខ្ញុំយកមកបង្ហាញថ្ងៃនេះគឺមានឈ្មោះថាសម្លកែងបងប្អូនសម្លកែងត្រីត្នេលខ្ញុំធ្វើបែបសម្លកែងត្រីត្នេលថ្ងៃនេះបង្ហាញជូនបងប្អូនហើយបើបងប្អូនចង់ដឹងថាវិធីធ្វើសម្លកែងរបស់ខ្ញុំបែបណាអាចតាមដានវីដេអូនេះពីដើមរហូតដល់ចប់ធានាថានឹងបងប្អូននឹងចេះធ្វើមុខម្ហូបមួយមុខនេះថ្ងៃនេះខ្ញុំមានត្រីត្នេលមកក្បាលកន្លះបងប្អូនហើយងាកមកមើលគ្រឿងផ្សំរបស់យើងវិញបងប្អូនយើងមានគល់ស្លឹកគ្រៃខ្ទឹមសខ្ទឹមក្រហមម្ដេងអញ្ចឹងមកចំណែកបន្លែយើងមានតែម្នាស់ត្រាប់ស្រួយនិងត្រាប់មញងទេបងប្អូនណែគ្រឿងវិញយើងមានគ្រឿងបុកយើងមានគ្រឿងបុកហើយស្រាប់មកហើយក៏យើងមានកពិនិងប្រហុកបងប្អូនចង់ដាក់ប្រហុកសុទ្ធក៏បានកពិសុទ្ធក៏បានតែខ្ញុំលាយគ្នាឥឡូវត្រីរបស់យើងបានកាត់លាងទឹកលាងច្បាច់អំបិលរួចរាល់ហើយក៏លាងឲ្យស្អាតហើយយើងចាប់ផ្ដើមស្លរបស់យើងបងប្អូនចំណែកឯវិធីស្លរបស់ខ្ញុំបងប្អូនអាចតាមដានបានពីដើមរហូតដល់ចប់គឺចេះហើយធានាថាចេះហ្មងមុនដំបូងយើងដាក់ខ្លាញ់តិចមកយើងដាក់ម្ទេសឆ្អើរបស់យើងត្រាំទឹកមកតែខ្ញុំកិនអត់បានច្រាំឲ្យបងប្អូនខ្ញុំកិនមួយខ្លាញ់អញ្ចឹងណាតមកទៀតយើងដាក់ខ្ទឹមច្រាំមានខ្ទឹមក្រហមខ្ទឹមសគ្រាប់គល់ស្លឹកគ្រៃម្ដេចស្លឹកក្រូចដាក់ចូលមកលីងវាឲ្យឈ្ងុយមកបងប្អូនយើងលីងម្ដេងគល់ស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសក្រហមមកយើងឲ្យរៀងឈ្ងុយតិចសិនចាំយើងដាក់គ្រឿងទេសផ្សេងចូលទៀតអញ្ចឹងណាឥឡូវនេះយើងលីងគ្រឿងយើងបានរៀងឈ្ងុយបន្តិចហើយបងប្អូនយើងក៏បន្ថែមគ្រឿងបុករបស់យើងចូលមកបងប្អូនចំណែកគ្រឿងបុកបងប្អូនដាក់តាមបរិមាណសម្លបងប្អូនអញ្ចឹងណាដោយសារខ្ញុំមានសម្លរៀងច្រើនអញ្ចឹងខ្ញុំដាក់គ្រឿងបុកនោះក៏រៀងច្រើនគូសមល្មមដែរយើងលីងគ្រឿងបុកឲ្យរៀងឈ្ងុយតិចមកយើងចាក់ផុកហើយកពិរបស់យើងចូលមកបងប្អូនផុកខ្ញុំប្រើផុកសាច់ចឹងខ្ញុំមិនបាច់ច្រាំទេបងប្អូនបើសិនជាបងប្អូនប្រើផុកឆ្អឹងផុកអីផុកត្រីរៀលអីយើងជួយច្រាំវាម៉ត់តិចចាំយកមកស្លកុំឲ្យវាឆ្អឹងពិបាកញ៉ាំអីចឹងណាឥឡូវយើងកូរកាពិយើងឲ្យឡើងឈ្ងុយតិចមកយើងចាក់ខ្ទិះដើមចូលតិចមកដើម្បីឆាជាមួយគ្រឿងវាឲ្យឡើងឈ្ងុយផ្អើលអ្នកស្រុកអ្នកភូមិអីចឹងមកបងប្អូនឥឡូវយើងឆាគ្រឿងជាមួយខ្ទិះដូងតិចសិនមកបន្ទាប់មកទៀតយើងចាក់បន្លែយើងចូលមកបងប្អូនមានម្នាស់និងត្រាប់ស្រួយមូលហេតុមកពីយើងចាក់ម្នាស់ឲ្យត្រាប់ស្រួយចូលមកពួកបន្លែពីរមុខនេះវារៀងរឹងគូសមដែរម្នាស់ដើម្បីយើងឆាទៅយើងងាស់បន្តិចទៅដើម្បីឲ្យវាចេញជាតិជូរមកអញ្ចឹងណាចំណែកឯត្រាប់ស្រួយវារៀងរឹងដែរអញ្ចឹងយើងដាក់ពីរមុខនេះមុនណាបងប្អូនមុនត្រីចាំពេលទឹកពុះចាំយើងចាក់ត្រីយើងចូលអញ្ចឹងណាឥឡូវយើងកូរបន្លែយើងជាមួយគ្រឿងនឹងបាទរៀងសប់បន្តិចដែរហើយយើងក៏ចាក់ខ្ទិះចុងយើងចូលមកបងប្អូនចាក់ខ្ទិះចុងដើម្បីងាស់ត្រាប់ស្រួយយើងជាមួយម្នាស់នឹងឲ្យវារៀងទន់បន្តិចចាំយើងដាក់ត្រីរបស់យើងចូលណាតែបងប្អូនស្លឆ្នាំងតូចវាខុសពីខ្ញុំស្លឆ្នាំងរាងធំរាងច្រើនអញ្ចឹងខ្ញុំស្លខុសពីបងប្អូនតែគ្រឿងក្រើដាក់ដូចគ្នាតែបងប្អូនតែគាត់វិធីស្លយើងងាស់អីវាខុសគ្នាតែបន្តិចបន្តួចតែប៉ុណ្ណឹងទេឥឡូវត្រាប់ស្រួយម្នាស់យើងក៏បានរៀងទន់តិចហើយយើងចាក់ត្រីរបស់យើងចូលមកចំណែកឯត្រីត្នេលខ្ញុំនេះគឺមានទម្ងន់4ប្រហែលជា4គីឡូជាងបងប្អូនយើងចាក់ត្រីចូលហើយយើងក៏កូរវាបន្តិចមកបងប្អូនដើម្បីឲ្យវាចូលគ្នាជាមួយម្នាស់ត្រាប់ស្រួយរបស់យើងអញ្ចឹងមកហើយយើងទុកវាងាស់មកសន្ទុះទៀតដោយសារត្រីហ្នឹងក៏វារៀងរឹងដែរមិនសូវជាផុយដូចត្រីផ្សេងទេណាបងប្អូនរៀងស្វិតដែរសាច់វាឥឡូវយើងបានងាស់រៀងផុយត្រីបន្តិចដែរហើយយើងក៏ដាក់គ្រឿងទេសរបស់យើងចូលមកមានអំបិលមានប៊ីចេងមានរ៉ូឌីអញ្ចឹងមកបងប្អូនទឹកត្រីបន្តិចមកបន្ទាប់មកទៀតខ្ញុំប្រើស្ករត្នោតបងប្អូនសម្លកែងគឺខ្ញុំប្រើស្ករត្នោតបងប្អូនអាចប្រើស្ករសក៏បានដែរបងប្អូនប៉ុន្តែសម្លរបៀបនេះបើយើងប្រើស្ករត្នោតវាឆ្ងាញ់ជាងស្ករសអញ្ចឹងណាបងប្អូនចឹងហើយខ្ញុំក៏ប្រើស្ករត្នោតវិញណាបងប្អូនអាចប្រើស្ករអីក៏បានដែរតាមដែលបងប្អូនចូលចិត្តចឹងណា
ឥឡូវយើងបន្ថែមទឹកវាមកបងប្អូនត្រីយើងក៏បានរៀងឆ្អិនដែរខ្ញុំរៀងបន្ថែមទឹកខ្ញុំមានទឹកស៊ុបមាន់អញ្ចឹងណាព្រោះព្រឹកមិញស្ងោរមាន់អញ្ចឹងហើយខ្ញុំដាក់ទឹកស្ងោរមាន់ហ្នឹងស្លត្មងទៅវាមានជាតិដែរអញ្ចឹងណាចំណែកឯទឹកសម្លបងប្អូនដាក់តាមបរិមាណដែលសម្លបងប្អូនតិចគេច្រើនអញ្ចឹងណាខ្ញុំសម្លរៀងច្រើនដែរខ្ញុំដាក់ទឹករៀងគូសំដែរឥឡូវយើងបានថែមទឹកសម្លឥឡូវយើងបានទឹកសម្លយើងក៏ពុះហើយបងប្អូនយើងក៏ថែមអំបិលណាអំបិលទុំនេះយើងដាក់កុំឲ្យជូរពេកសម្លកែងគេអត់សូវប្រើជូរខ្លាំងទេបងប្អូនប្រើជូរល្មមតទៅមកទៀតខ្ញុំបន្ថែមទឹកដោះគោខាប់ចូលបន្តិចមកបើបងប្អូនអត់មានមិនបាច់ដាក់ក៏បានទេតែខ្ញុំមានខ្ញុំប្រើទៅចំណែកឯជីបងពីលើវិញខ្ញុំមានជីអំពងហើយនឹងម្ទេសម្លេហើយម្ទេសហឹរតិចមកបងប្អូនបន្ទាប់មកទៀតត្រីយើងក៏ឆ្អិនដែរយើងក៏ដាក់ត្រាប់ម្ញងរបស់យើងចូលមកត្រាប់ម្ញងយើងដាក់តាមផ្លែតហ្នឹងគឺបានហើយបងប្អូនយើងមិនបាច់ងាស់មុនទេឃើញបងប្អូនណាគាត់ងាស់មុនអញ្ចឹងគាត់ចូលចិត្តរៀងឆ្អិនខ្លាំងអញ្ចឹងណាឥឡូវបន្ទាប់ចុងក្រោយយើងក៏ដាក់ខ្ទិះចុងរបស់យើងមកយើងដាក់ខ្ទិះរៀងច្រើនដែរបងប្អូនបើសិនជាបងប្អូនមិនសូវចូលចិត្តខ្ទិះច្រើនយើងដាក់ខ្ទិះតែល្មមទៅក៏បានដែរយើងបន្ថែមខ្ទិះចុងរបស់យើងហើយគឺប៉ុណ្ណឹងគឺឆ្អិនហើយបងប្អូនសម្លកែងរបស់យើងប៉ុណ្ណឹងដំណងអត់ឃើញពណ៌សម្បុរអញ្ចឹងមែនបងប្អូនតែរសជាតិអាចទទួលយកបានណាឆ្ងាញ់របស់គេដែរហ្នឹងណាបងប្អូនអាចសាកធ្វើបានបើសិនជាបងប្អូនមានវិធីធ្វើផ្សេងអាចខុសពីនឹងតំណងជាងខ្ញុំអីអាច comment នៅខាងក្រោមវីដេអូម្នាក់មួយថាផងណាបងប្អូនហើយក៏បើសិនជាពេញចិត្តនៅវីដេអូនេះមុខម្ហូបនេះអាចជួយ like comment ម្នាក់មួយផងបងប្អូនជាចុងក្រោយសូមអរគុណបងប្អូនដែលបានតាមដានវីដេអូខ្ញុំអរគុណជម្រាបលា